មជ្ឈមណ្ឌលភាសា AI ណាត់ថ្នាក់ភាសាអង់គ្លេសនិងភាសាចិនគ្រប់កម្រិតវគ្គសិក្សាថ្មីនឹងចាប់ផ្ដើមនៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2018ខាងមុខនេះសម្រាប់គណៈសិក្សាភាសាចិនចុងសប្តាហ៍ថ្ងៃសៅរ៍និងថ្ងៃអាទិត្យនឹងចាប់ផ្ដើមនៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2018ចាប់ទទួលចុះឈ្មោះពីថ្ងៃនេះតទៅសាលារៀនអន្តរជាតិអាមេរិកជាសាលាចំណេះទូទៅខ្មែរដែលផ្ដោតលើគុណភាពវិន័យនិងសេវាកម្មបវេសនការឆ្នាំសិក្សាថ្មី2018-2019ចូលរៀនថ្ងៃទី16ខែតុលាឆ្នាំ2018ចាប់ទទួលចុះឈ្មោះពីថ្ងៃនេះតទៅថ្ងៃសូលហៅគឺជាវគ្គបណ្ដុះបណ្ដាលគ្រូកុសលគ្រូដែលមានការទទួលស្គាល់ជាអន្តរជាតិពីចក្រភពអង់គ្លេសវគ្គបណ្ដុះបណ្ដាលនេះជាវគ្គសិក្សាចុងសប្តាហ៍ថ្ងៃសៅរ៍និងថ្ងៃអាទិត្យដែលមានរយៈពេល8សប្តាហ៍ម៉ោងសិក្សាថ្ងៃសៅរ៍ចាប់ពីម៉ោង 9:00 នាទីព្រឹកដល់ម៉ោង 4:30 នាទីរសៀលថ្ងៃអាទិត្យចាប់ពីម៉ោង 1:00 នាទីដល់ម៉ោង 4:30 នាទីរសៀលវគ្គសិក្សាថ្មីនឹងចាប់ផ្ដើមនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2018ខាងមុខនេះគណៈគ្រប់គ្រងសេវាកម្មដឹកជញ្ជូនអន្តរជាតិនឹងធ្វើការផ្ដល់ជូនការបញ្ចុះតម្លៃ 20% សម្រាប់សេវាកម្មដឹកជញ្ជូនចាប់ពីវគ្គសិក្សាថ្មីនៃមជ្ឈមណ្ឌលភាសា AI ដែលនឹងចូលរៀននៅថ្ងៃទី20ខែសីហាឆ្នាំ2018និងសាលារៀនអន្តរជាតិអាមេរិកចាប់ពីខែមិថុនាឆ្នាំ2018ចាអរគុណច្រើនឥឡូវនេះយើងនឹងមានអាចចែកជំរុញទឹកចិត្តកាន់តែពិសេសបន្ថែមទៀតយោងទៅលើបទពិសោធន៍ផ្ទាល់តែម្ដងចាលោកក៏ជាវាគ្មិនម្នាក់ដែលល្បីល្បាញមែនតើលើល្បីជាងខ្ញុំទៅទៀតចានេះខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញចាបទបង្ហាញនឹងសារជំរុញទឹកចិត្តពីសំណាក់អង្គការវិជ្ជាបណ្ឌិតគួចមេងលីសូមតែដល់បងសាទរទាំងអស់គ្នាក្មួយអរុនសួស្ដីទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នាក្មួយបាទពិតជាតស៊ូមែនថ្ងៃអាទិត្យហើយដើម្បីចង់បានចំណេះដឹងការលូតលាស់ហើយសុខចិត្តមកថ្ងៃអាទិត្យពេលព្រឹកទៀតហើយឲ្យតែក្មួយមកខ្ញុំសុខចិត្តបរិច្ចាគពេលវេលាមួយថ្ងៃពេញក៏បានមួយសប្តាហ៍ក៏បានព្រោះជាការលើកទឹកចិត្តដល់យុវជនក្មួយបងប្អូនរបស់យើងជាដំបូងសូមគោរពដល់លោកគ្រូអ្នកគ្រូទាំងអស់ដែលមានវត្តមានថ្ងៃនេះហើយសូមគោរពហើយការរាប់អានស្រឡាញ់ដល់ក្មួយទាំងអស់គ្នាខ្ញុំហាក់បីដូចជានិយាយរឿងច្រើនអំពីរឿងដដែលប៉ុន្តែក្នុងឆាកជីវិតភាពជោគជ័យអត់មានរឿងអីអង្គុយឆ្នៃទេរូបមន្តគឺវា universal អន្តរជាតិដែលប្រទេសនានាប្រទេសអភិវឌ្ឍហើយកំពុងអភិវឌ្ឍគេតែងតែធ្វើដូច្នេះហើយក្មួយទាំងអស់គ្នាពេលទៅស្ដាប់អីក៏ដោយព្យាយាមស្ដាប់អ្វីដែលគេប្រើជាស្តង់ដារអន្តរជាតិ universal លើโลกនេះជារូបមន្តដើម្បីជោគជ័យកុំឲ្យស្ដាប់ច្រើនទៅលើសិក្ខាសាលាណាផ្សេងទៀតដែលចំណាយថវិកាច្រើនហើយនិយាយអំពីអ្វីដែលជាទ្រឹស្ដីដើម្បីបង្កើតច្នៃបណ្ឌិតសិល្បៈក្នុងនាមមួយបដោះហើយនឹងបជំរុញមនោគមដែលធ្វើឲ្យយើងវង្វេងខាតបង់នៃការរៀនសូត្រព្រោះរាល់ឆ្នាំខ្ញុំឃើញក្មួយច្រើនដោយសារនៅក្មេងខ្ចីមិនតាន់ទាំងរស់បល័យពីក្បាលផងហាក់បីដូចជាតក់កុហលចង់បានចង់មានជ្រុលហើយមួយច្រឡំថា young entrepreneur ហ្នឹងគឺ8 10 20អីធ្វើមហាសេដ្ឋីវ័យក្មេងក្មួយលើលោកផែនដីទាំងអស់គ្នាត្រូវចាំថាអ្នកជោគជ័យប្រភេទហ្នឹងគឺ0.001%ហើយបើក្មួយយករូបមន្តហ្នឹងមកដាក់នឹងខ្លួនក្មួយនឹងមានជំងឺឈឺចាប់ហើយនឹងសតិអារម្មណ៍មិនស្រួលចុងក្រោយលះបង់ហើយនឹងបាត់នឹងការចង់ធ្វើអ្វីទាំងអស់ខំអ្វីលើโลกនេះដែល 99.9 គេធ្វើគឺដោយកម្លាំងញើសឈាមនិងការខិតខំហើយនឹងការតស៊ូហើយនឹងផ្លូវគឺតែរឿងសន្សំពីទូដល់ធំគេថា credit is built respect is earned ណា credit គឺកិត្តិយសសន្សំគេហៅថាទទួលស្គាល់ថ្លៃថ្នូរអស់គឺយើងត្រូវតែសាងសង់វាឡើងកសាងវាឡើងហើយ respect ហ្នឹងការគោរពហ្នឹងគឺយើងត្រូវតែសន្សំសំចៃតាមគេហៅទេពកោសលស្នាដៃរបស់យើងដូច្នេះហើយការសិក្សាក៏ដូចគ្នាដែរកុំឲ្យផ្លូវកាត់ហើយកុំឲ្យតក់កុហលហើយកុំឲ្យចង់បានសញ្ញាបត្រយកមកសន្សំប្អូនច្រើនសន្សំប្អូនគេអត់ប្រើហើយកុំឲ្យចង់បានអ្វីលឿនពេកព្រោះក្មួយនៅក្មេងណាស់លើโลกនេះមហាសេដ្ឋីដែលគេជោគជ័យភាគច្រើនមធ្យមភាគគឺ55ទៅ65ហើយបើសិនជា young entrepreneur វិញក្មួយគឺអាយុមធ្យមភាគ35ទៅ45ដូច្នេះហើយគេជោគជ័យបានក្នុងអំឡុងពេលអាយុហ្នឹងគឺគេយកពេលវេលានេះសន្សំ
ចំណេះដឹងសន្សំបទពិសោធន៍សន្សំការយល់ដឹងសន្សំការស្រឡាញ់ការរាប់អានសន្សំនៃការយកចិត្តទុកដាក់ដើម្បីទាំងអស់នឹងពោពេញដោយគេហៅថាចំណេះដឹងទលំទលាយដែលមិនអាចវាស់បានដែលក្មួយអាចយល់ដឹងតាមការអានតាមការស្ដាប់តាមការដើរតាមការចូលរួមនៅការបណ្ដុះបណ្ដាលជាស្តង់ដារដែលធ្វើឲ្យយើងពោពេញដោយមនុស្សមានចំណេះដឹងមានទេពកោសល្យមានយោបល់មើលឃើញបញ្ហាជាបញ្ហាមើលឃើញធ្លុះហើយមើលឃើញធ្លាយអ្វីដែលមិនអាចងាយបោកបានដូច្នេះហើយក្មួយមានតែចំណុចមួយទេគឺការខំបាទខំដំបូងគេគឺខំរៀនឲ្យចេះយកចំណេះដើម្បីប្រើបានដូច្នេះហើយចំណុចសំខាន់របស់ក្មួយចាប់ផ្ដើមដំបូងគឺខ្ញុំចង់ឲ្យក្មួយយល់ថារដងសង្កត់ថារបស់ខ្ញុំវាហាក់បីដូចជាពេលវេលាខ្លីប៉ុន្តែលើនេះគេឲ្យខ្ញុំ40នាទីដែរអញ្ចឹងខ្ញុំនឹងព្យាយាមក្មួយត្រូវសម្រេចក្នុងចិត្តថាបើសិនជាក្មួយប្រឡងជាប់មិនមែនគួរមោទនភាពជ្រុលទេគឺជាដំបូងវគ្គទី1ក្នុងឆាកជីវិតយើងនៅក្នុងឆាកជីវិតដល់4 10 20វគ្គទៅក្រោយទៀតដូច្នេះហើយកុំមោទនភាពជ្រុលខំរកមហាវិទ្យាល័យណាល្អមួយរៀនហើយរៀនមុខវិជ្ជាណាមួយឲ្យច្បាស់អ្នកជោគជ័យលើโลกនេះក្មួយត្រូវចាំឲ្យច្បាស់សិតតែអ្នករៀនពិតអ្នករៀននៅអ្វីដែលគេចូលចិត្តបំផុតចេញពីកៅអៅបដូងរបស់គេដែលឌូតនឹងខួរក្បាលគេតាំងពីទូចមកដែលគេតែងតែសម័យថាខ្ញុំចង់ធ្វើអាហ្នឹងខ្ញុំចង់ធ្វើអាហ្នឹងសូម្បីអ្នកណាមកជំរុញម៉ែឪបង្ខំអ្នកណាក៏ដោយយើងនៅតែលួចមកធ្វើអាហ្នឹងអានអាហ្នឹងសាវជាអាហ្នឹងមើលអាហ្នឹងហើយគេហៅថាដុំពេជ្រមិនតន់ឆ្នៃក្មួយទៅរៀនអាហ្នឹងអញ្ចឹងអ្នកមហាជោគជ័យគេតែងតែរៀនណាគេតែងតែធ្វើទី1នៅចំណង់ចំណូលចិត្តខ្ពស់มันអាចបំបាក់បានបើមានចំណង់ចំណូលចិត្តខ្ពស់គេតែងទៅសិក្សាអំពីអាហ្នឹងអញ្ចឹងចុងក្រោយមានចំណេះដឹងពិតហើយពេលកំពុងតែរៀនចង់ធ្វើការស៊ីជម្រៅអំពីអាមួយហ្នឹងអញ្ចឹងក្មួយមានបទពិសោធន៍បើក្មួយមានបទពិសោធន៍ក្មួយចេញហើយធ្វើការបានតែ 4-5 ឆ្នាំក្មួយខ្លាយទៅជាអ្នកជំនាញអញ្ចឹងបើក្មួយខ្លាយទៅជាអ្នកជំនាញក្មួយចេញពេលហ្នឹងសន្សំសំចៃលុយបានស្គាល់គេស្គាល់ឯងចាស់ទុំកណិតយល់អំពីសង្គមជុំវិញក្មួយទៅរស់ស៊ីពេលហ្នឹងក្មួយកំរធ្លាក់ទឹកណាស់ប៉ុន្តែបច្ចុប្បន្នភាពសោកស្ដាយក្មួយភាគច្រើនសបោតែខ្សែទុនហើយរត់ចោលក្នុងសង្គមបាត់មុខមាត់ដោយសារចាញ់បោកមនោគមផ្លូវចិត្តធ្វើឲ្យយើងពុះ control អត់សិក្សាទេសូម្បីតែថ្ងៃអាទិត្យក៏មកសុខាសាលាដែរប៉ុន្តែសុខាសាលានេះគឺក្រសួងគេរៀបចំដើម្បីតម្រង់ទិសក្មួយដូច្នេះហើយជាចំណុចល្អដែលក្មួយមកប៉ុន្តែក្រៅពីនឹងទៀតក្មួយពិចេះវិភាគខ្លួនឯងថាគួរមកមិនគួរមកនៅចំណុចផ្សេងពួកខ្ញុំឃើញក្មួយខាតពេលវេលាអត់បានចំណាយជាមួយឪពុកម្ដាយបងប្អូនមិត្តភ័ក្តិអត់បានទៅមើលកុនអត់បានទៅអានបន្លំលោករឿង fiction non fiction រឿងសង់តំងរឿង romantic ហើយនឹងដើរលេងកម្សាន្តទេសភាពហើយទៅជួយសហគមន៍ volunteerអានឹងគឺជាចំណេះដែលកម្ររោបានហើយពិបាករោណាស់ហើយពេលវេលាខ្លីណាស់ដែលក្មួយមិនចាប់យកពីឥឡូវទៅគឺខាតអញ្ចឹងក្មួយទី1គឺរើសសាកលវិទ្យាល័យហើយរៀនតែមួយកុំរៀនច្រើនស្រុកខ្មែរយើងមោទនភាពមហាសែនខ្មាស់បើលឺដល់គេអាម៉ាស់គេសាច់អាយ៉ាស់មាត់ពីព្រោះយើងរៀនពេលព្រឹកមហាវិទ្យាល័យ1ពេលថ្ងៃមហាវិទ្យាល័យ2ពេលយប់គឺមហាវិទ្យាល័យ3ថ្ងៃសៅរ៍អាទិត្យយើងយក master ហើយយើងថាយើងធ្វើការទៀតដូច្នេះហើយគ្មាននរណាគេមកអើតកើតតសើយើងទេរៀនតែមួយឲ្យច្បាស់ណាហើយសល់ពេលក្មួយតែរៀនយកភាសាមិនមែនយកជំនាញភាសាទេព្រោះក្មួយមិនមែនជាអ្នកបច្ចេកទេសឯកទេសភាសាអង់គ្លេសមកប្រើប្រាស់អ្នកបកប្រែការទូទេក្មួយប្រើភាសាក្នុងនាម ESL ដែលគេប្រើនិយាយដូចខ្មែរយើងទៅស្រុកអាមេរិកចឹងគេរៀន ESL ដែលធ្វើឲ្យកូនខ្មែរនិយាយដូចអាមេរិកាំងបានហ្នឹងអញ្ចឹងរៀនចំណេះដឹងមួយហើយធ្វើការហាត់ការឆ្នាំទី1ទី2ទី3ទី4ពេលក្មួយចប់ក្មួយដាក់ពាក្យគេតែងតែសួររកត្រូវការបទពិសោធន៍ 3-4 ឆ្នាំអាហ្នឹងហើយបទពិសោធន៍ក្មួយគេហៅហាត់ការណា
ចឹងក្មួយសល់ពេលមកល្ងាចទៀតក្មួយទៅរៀនអង់គ្លេស ESL ប៉ុន្តែបើក្មួយមិនចង់រៀន ESL អង់គ្លេសទេក្មួយអាចទៅរៀន CSL ភាសាចិនពីព្រោះឥឡូវនេះគឺភាសាចិនត្រូវប៉ុណ្ណាបើក្មួយរៀនអង់គ្លេសចប់ក្មួយបានចាប់ដើម1ម៉ោង5រៀលក្មួយចេះចិន8រៀលគេទៅដើមគ្នាយកដូច្នេះគ្រាន់តែប្រាប់ក្មួយថាទីផ្សារគឺតម្រូវការអញ្ចឹងទី1ណាក្មួយត្រូវការរៀនមុខជំនាញតែមួយជ្រើសអង់គ្លេសឬចិនដែលភាសាទី2ក្នុងឆាកជីវិតនេះគឺក្មួយត្រូវដឹងថាដើម្បីជោគជ័យក្នុងការធ្វើការរស់ស៊ីថ្ងៃក្រោយគឺតំណែងតំណងក្មួយត្រូវចាំ5ភាសាឲ្យច្បាស់5ភាសាហ្នឹងគឺភាសាទី1បាទគឺភាសាគេហៅថាខ្មែររបស់យើងព្រោះយើងជាជនជាតិខ្មែរត្រូវតែចេះខ្មែរកុំឲ្យខ្មាស់គេដូចខ្ញុំដែលខ្ញុំអត់បានរស់នៅស្រុកខ្មែរខ្ញុំចេញតាំងពីអាយុ10ឆ្នាំអត់បានរៀនទេដូច្នេះហើយខ្ញុំមកស្រុកខ្មែរ2002ខ្ញុំខ្មាស់គេណាស់តាំងគេបោកតាំងគេធ្វើទុកបុកម្នេញគឺគេរោរឿងកន្លែងដែលសារយើងអត់ចេះដូច្នេះហើយខ្ញុំជឿចិត្តណាស់ខ្ញុំត្រូវតែរៀនភាសាខ្មែរឲ្យចេះនិយាយឲ្យបានឈ្នះគេទៀតសោកស្ដាយខ្ញុំបានទៅត្រឹមចេះនិយាយអានខ្ញុំនៅខ្សោយតែសេខ្ញុំនៅខ្សោយអាហ្នឹងភាសាជាតិត្រូវតែចេះទី2ក្មួយត្រូវតែចេះភាសាសកលគឺភាសាអង់គ្លេសនេះហើយបើក្មួយមិនចេះទេក្មួយរកការងារធ្វើតនីក្មួយគឺពិបាកណាស់ប្រាក់ខែតិចហើយទី3ក្មួយត្រូវដឹងបើក្មួយចេះប៉ុណ្ណាក៏ដោយនៅតែធ្វើការរយគេមិនអាចយកដំកំភួនទេព្រោះក្មួយអត់ចេះភាសាបច្ចេកវិទ្យាខាង IT ក្មួយត្រូវចេះ IT ឲ្យច្បាស់ដូចជា apps PowerPoint Microsoft ទាំងអស់ហ្នឹងគឺថាត្រូវតែយល់ហើយក្មួយត្រូវចេះភាសាទី4គឺភាសាអាជីពដែលក្មួយកំពុងរៀននេះហើយណាដែលក្មួយរើសយកអីជាសាច់ការអាហ្នឹងគឺសំខាន់ណាស់ប៉ុន្តែត្រូវដឹងភាសាអាជីពហ្នឹងគេប្រើតែ 15% ទេនៅលើโลกនេះដែលយើងមានចេះឆ្អិនហ្នឹងគឺប្រើ 15% ទេណាបាទភាសាទី5ដែលភាសាការទូតនិងភាសា soft skill គឺភាសាងាប់រស់គឺគេប្រើ 85% បើក្មួយចេះទាំងអស់4ហ្នឹងហើយណាក្មួយត្រូវចេះភាសាទី5គេហៅតែភាសាការទូតនិងភាសា soft skill គឺតំណាក់តំណងរស់រាយរាក់ទាក់ប្រជាប្រិយភាពទន់ភ្លន់ដឹងធំដឹងតូចចេះសំណាក់តំណងស្វាគមន៍និយមណាហ៊ាននិយាយហ៊ានថាហ៊ានលើកដៃទាំងអស់ហ្នឹងគេហៅថា soft skill ដែលត្រូវការ 85% ផ្ដោតទៅលើទី1ភាសាការទូតនេះហើយទី2គេហៅថា personality របស់យើងតើ personality យើងគឺមនុស្សយ៉ាងម៉េចមនុស្សដេថៃមនុស្សចិត្តល្អមនុស្សយ៉ាងម៉េច personality character របស់យើងខាញយើង understand យើង empathy មានតែយើងពឹងផ្អែកបានយើងមានមេត្តាធម៌យើងចេះយោគយល់ឬក៏យើងមិនទី3គេផ្ដោតទៅលើ attitude មារយាទរបស់យើងតើយើង arrogant រឹកមែនទេ stuck up មែនទេឬមកបាវមកបេនមានតិចទួចវោហាសាប់អួតក្អេងក្អាងពើធុងក៏គេមិនយល់ដែរណាបាទហើយមួយទៀតគឺគេហៅថា behavior ចឹង communication behavior character personality attitude ទាំងអស់នោះបូកចូលគ្នាមកគេហៅថា soft skill ដែលភាសាទី5ងាប់រស់ធ្វើឲ្យយើងមានឬក៏ក្រធ្វើឲ្យគេស្អប់ឬក៏ស្រឡាញ់ធ្វើឲ្យយើងបុគ្គលិកសាមញ្ញឬក៏មហាសេដ្ឋីមានឬក៏ជាអ្នកដឹកនាំហើយពេលក្មួយរៀនចប់មិនសង្ឃឹមថាត្រូវតែទៅសាកលវិទ្យាល័យទេអ្នកខ្លះចូលមហាវិទ្យាល័យមកវិញបញ្ញាបត្ររៀនខំចង់ងាប់បានតែ300ចាប់ដើមប៉ុន្តែអ្នកខ្លះអត់បានចប់បញ្ញាបត្រទេចប់ high school គេទៅរៀនវិជ្ជាជីវៈសាលា vocational training ដែលសប្តាហ៍ថ្ងៃគឺត្រូវការខ្លាំងណាស់នាមនោមជា private ខ្ញុំត្រូវការខ្លាំងណាស់អ្នកជំនាញបច្ចេកទេសដែលអត់ត្រូវការបញ្ញាបត្រទេនៅតាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈគឺយើងត្រូវការខ្លាំងជាងអីទាំងអស់ប៉ុន្តែក្មួយមួយអត់ទេចង់តែធ្វើការនៃទុននិយមនៅបរោម៉ាស៊ីនត្រជាក់ប្រាក់ខែ 2-300 ប៉ុន្តែអ្នករៀនបច្ចេកទេសទៅជួសជុលទៅសាងសង់ទៅធ្វើជាងដៃជាងឈើទៅមើលរៀបចំផ្លូវទៅមើលអីទាំងអស់ច្រើនលើโลกនេះគេខ្វះតាំងពីជួសជុលម៉ាស៊ីនថែទាំមើលទាំងអស់ហ្នឹងគឺត្រូវការសញ្ញាបត្រតែ1ឆ្នាំ2ឆ្នាំជួនកាលអស់ច្រើន3ឆ្នាំ diploma ប៉ុន្តែចេញមកមួយខែ500ទៅ1000
ដូច្នេះក្មួយត្រូវបដូរផ្នត់កណិតនេះទុននិយមក្រុមម៉ាស៊ីនត្រជាក់ធ្វើឲ្យយើងជាតិពុលខួរក្បាលវែងធ្វើឲ្យយើងភ្លឺផ្លាំងសើដោយសារជាតិម៉ាស៊ីនត្រជាក់នេះយើងអត់មានណាពីអ្នកណាគេពិនិត្យទេគេហៅថាជាតិ freon គឺមេខ្យល់ត្រជាក់ហើយនៅស្រុកគេបិទមិនឲ្យប្រើទេគេសិក្សាពិនិត្យខ្លាំងណាស់ព្រោះវាជាតិពុលធ្វើឲ្យខួរក្បាលយើងសើមិនសូវស្រឡះដូច្នេះហើយគឺយើងអត់ដឹងទេស្រុកខ្មែរស្អីក៏ប្រើដែរតែព្រោះយើងប្រទេសកំពុងអភិវឌ្ឍក្រោមការគ្រប់គ្រងរបស់ជិតខាងច្រើនក្នុងការសម្ពាធសេដ្ឋកិច្ចដូច្នេះហើយស្អីអន់ក៏មកស្រុកខ្មែរយើងដែរហើយក្មួយទាំងអស់គ្នាក្មួយមិនអាចអង្គុយតែរៀនដើម្បីធ្វើការបម្រើគេទេហេតុអ្វីមកក្រុមហ៊ុនមានបរទេសខ្មែរយើងមួយគ្រប់គ្រងក្រុមហ៊ុនដូចជា RMA អញ្ចឹងចាប់ឡើងមកធ្វើនាយកហើយបើសិនជានាយកមុនបរទេសឈ្មោះរ៉ាមីមិនចេញទេស្មើក៏កូនខ្មែរយើងមានឱកាសឡើងមកហើយឡើងមកមួយទៀតដោយអបសាទរមោទនភាពស្អីមកក្របយកធ្វើឆ្នាំកើតដែរហើយប្រទេស6ដណ្ដប់លានអ្នកហើយអស់លោកអ្នកក្មួយរៀនដើម្បីបម្រើថ្ងៃក្រោយខ្ញុំកញ្ជះបរទេសគេគ្រប់គ្រងក្រុមហ៊ុនទាំងអស់ហើយថ្ងៃក្រោយហ្វីលីពីនក៏មកគ្រប់គ្រងជនជាតិថៃក៏មកគ្រប់គ្រងចិនក៏មកគ្រប់គ្រងហើយក្មួយឯងចាំតែលេខាគេទៅសូម្បីតែបាន Master Degree ក៏នៅតែលេខាគេដែរគួរឲ្យខ្មាស់ខ្នើចជនជាតិខ្មែរយើង6ដណ្ដប់លានមោទនភាពរៀនឲ្យចេះស៊ីជម្រៅកុំឲ្យអោនស្ញោធ្វើសើញើតក្មួយម្ចាស់ផ្ទះណាក្មួយជនជាតិខ្មែរណាក្មួយឪពុកម្ដាយជាដូនជាតាជាទូតជាលួចជាលានអ្នកសាងសង់អង្គរវត្តហើយមិនអង្គរវត្តមួយទេប្រហៀលរាប់ពាន់ដែលនៅអឺរ៉ុបខ្ញុំទៅលេងថ្មមួយដុំប៉ុណ្្នឹងទេគេមកឲ្យប៉ះផងចូលសិតម្ដង20-30រៀលហើយយើងមានទាំងដែនដីកន្លែងណាក៏សិតតែប្រហៀលជំនាន់ចាស់យើងមិនទាំងរៀនចេះថែយើងមិនចេះស្នេហាជាតិយើងមិនចេះទុកដាក់យើងមិនដែលខ្វល់អញ្ចឹងក្មួយនៅតែអ្នកបម្រើខ្ញុំបម្រើម្ចាស់ផ្ទះម្ចាស់ប្រចាំប្រទេសក្រុមហ៊ុនបរទេសក្មួយរៀនដើម្បីដឹកនាំរៀនដើម្បីគ្រប់គ្រងក្រុមហ៊ុនរៀនដើម្បីចេះហើយមានភាពក្លាហានមោះមុតមើងម៉ាត់ម្ចាស់ការត្រូវហ៊ានធ្វើហ៊ានថាហ៊ានសួរហ៊ាននិយាយហ៊ានតវ៉ាមតិហ៊ានបដិសេធកុំឲ្យទៅចេញមនោគមឲ្យចាញ់បោកហើយគេបោកឲ្យសូមចូលចិត្តគេហៅថាឆាប់ផ្លេចឆាប់អនុគ្រោះឆាប់លើកលែងនេះអាភាពទុនខ្សោយទាំងអស់នេះហើយដែលក្មួយមិនអាចជោគជ័យទេណាអញ្ចឹងក្មួយទាំងអស់គ្នាត្រូវដឹងមួយទៀតផងដែរក្មួយភាកច្រើនក្មួយចេញមកក្មួយគិតថាខ្ញុំចង់ធ្វើ business ហើយក្មួយចង់ទៅរៀន business ក្មួយអ្នករៀន business មិនដែលធ្វើ business ទេលើលោកនេះតិចណាស់អ្នករៀន business មិនដែលធ្វើ business ទេគ្រាន់តែបាន management គ្រប់គ្រងឲ្យគេក្រុមហ៊ុនគេបើក្មួយចង់រៀន business ក្មួយរៀនជំនាញណាក្មួយចេះច្បាស់ហើយក្មួយបោមកបង្កើតទឹកបើក្មួយរៀនខាងវិទ្យាខាងគីមីក្មួយទៅបង្កើតរោងចក្រធ្វើមួយទៅបើក្មួយរៀនពីខាងស្អីagriculture ក្មួយទៅរៀបចំធ្វើខ្សែចំការ100ហិកតាដើម្បីនាំចេញទៅរៀនជំនាញមកធ្វើ business មិនមែនរៀន business មកធ្វើ business ទេក្មួយណាបាទអញ្ចឹងរៀនជំនាញណាដែលយើងចូលចិត្តហើយរៀនភាគច្រើនក្មួយគេមានច្រើនសន្ទាប់ណាបាទបើសិនជាកូនកសិកម្មដែលធ្វើស្រែចម្ការម៉ែឪក្រមកស្រុកទីក្រុងភ្នំពេញមករៀនក្មួយភាគច្រើនក្មួយឲ្យតែបានមកមោទនភាពមកស្រុកមកភូមិលក់ខ្សែដើម្បីឲ្យកូនក្មួយមករៀនដូច្នេះក្មួយត្រូវតែតស៊ូលះបង់ខិតខំរៀនណារៀនមិនខ្វល់អាណាសើចអាណានិយាយអាណាទៅណាទេយើងរៀនឲ្យចេះយកចំណេះដើម្បីបំបែកឲ្យវាបែកនៅ obstacle ឧបសគ្គទាំងឡាយអញ្ចឹងបើសិនជាក្មួយគេហៅថាបើក្មួយរៀនដើម្បីសំទោសខ្ញុំសូមមើលកន្លែងនេះទីបាទមាន4ប្រភេទបើសិនជាក្មួយរៀនភាគច្រើនសម្បូរកូនកសិកម្មអញ្ចឹងក្មួយរៀនអញ្ចឹងប៉ុន្តែអ្នកខ្លះទៀតកូនរយស៊ីសាមញ្ញលក់ចាប់រួយទូទៅអញ្ចឹងភាគច្រើនក្មួយរៀនដើម្បីធ្វើការបានធំហើយអ្នកខ្លះទៀតកូនគេហៅថារាជការគេរៀនដើម្បីចូលមកធ្វើបម្រើការងាររដ្ឋហើយអ្នកខ្លះទៀតកូនមហាសេដ្ឋីគេរៀនហ្នឹងគឺមិនមែនរៀនយកចំណេះទេគេរៀនដើម្បី4ឆ្នាំហ្នឹងធ្វើអីក្មួយមុខវិជ្ជាក៏គេមិនខ្វល់ដែរគេរៀនគឺដើម្បីយកចំណេះដឹងទូលំទូលាយស្គាល់មិត្តស្គាល់ភ័ក្រ
ស្គាល់សត្រូវស្គាល់អ្នកណាអាក្រក់ល្អអ្នកណាពឹងបានអ្នកណាគឺគេស្អប់ណាគេស្រឡាញ់ម្នាក់ណាខ្ជិលម្នាក់ណាឧស្សាហ៍ម្នាក់ណាយកចិត្តទុកដាក់ម្នាក់ណាអាចពឹងទុកបានដល់ពេលគេយល់អំពីសង្គមនឹងមកវិញគេមកវិញគ្រប់គ្រងក្រុមហ៊ុនគេបន្តនរណភាពរាប់រយឆ្នាំដែលមកដល់អានេះបកកាយបោកម៉ាក់អញនេះបកកាយប្រូនេះបកកាយខ្ជិលនេះបកកាយធ្វើងាប់ខ្លួនគេឆ្កឹះចេញដូច្នេះក្រុមហ៊ុនគេរាប់រយឆ្នាំអត់តែទៅណាទេក្មួយដូច្នេះក្មួយក៏អញ្ចឹងដែររៀនឲ្យច្បាស់ក៏ប៉ុន្តែមិនសន្មត់ថាក្មួយត្រូវតែធ្វើខាងហ្នឹងទេព្រោះក្នុងស្ថិតិលើលោកនេះគឺ35ទៅ40%ទេដែលរៀនមកចេញធ្វើខាងហ្នឹងក្មួយមានឱកាសណាធ្វើអាហ្នឹងបានធ្វើណាពីព្រោះចំណេះដឹង4ឆ្នាំនៅសាកលហ្នឹងគឺគ្រាន់ចំណេះដឹងដើម្បីគេជញ្ជក់យកចំណេះទលំទលាយសង្គមមិត្តភ័ក្តិបពពួកញាតិមិត្តល្អអាក្រក់ប៉ុណ្ណឹងមួយទៀតផងដែរក្មួយត្រូវដឹងថាក្មួយជាទូទៅបើក្មួយចង់ជោគជ័យក្មួយឆ្នាំទី1នឹងក្មួយធ្វើមិនក៏ដោយកុំឲ្យវាបាក់ទឹកចិត្តព្រោះភាគច្រើនក្មួយបាក់ទឹកចិត្តព្រោះរៀនធ្លាក់ឆ្នាំទី1តែបាក់ទឹកចិត្តពិបាកតែមកហើយអញ្ចឹងឆ្នាំទី1កុំធ្វើអីឲ្យសោះគឺផ្ដោតនឹងការអានការរៀនធ្វើមេរៀនឲ្យទាន់ហើយបាននីតិ A ល្អហើយយកពេលតនេគឺទៅលេងម៉ាក់ប៉ាទៅលេងយាយតាទៅលេងបងប្អូនឬក៏ចូលសហគមន៍ស្ម័គ្រចិត្ត volunteer ឆ្នាំទី2ក្មួយចុងឆ្នាំទី1ទៅសេ CV ឲ្យស្អាតដើរគោះទ្វារតាមក្រុមហ៊ុនធំហើយគោះទ្វារទៅដល់សុំជួបនាយកខ្ញុំមានរឿងផ្ទាល់ហើយទៅដល់លើកដៃសំពះគេសូមគោរពលោកពូអ្នកមីងខ្ញុំកូនសិស្សនិស្សិតទី2កូនអក្រខ្ញុំចង់យកបទពិសោធន៍ធ្វើការបម្រើការងារលោកពូនៅនេះឲ្យបានជោគជ័យខ្ញុំព្យាយាមអស់ពីចិត្តវិទ្យាដើម្បីយកថវិកាឧបត្ថម្ភធនដើម្បីរៀនគេកម្របដិសេធណាក្មួយហើយធ្វើគ្មានថ្ងៃគេហៅថាអត់ខ្វល់ធ្វើងាប់ខ្លួនណាចាស់ពីដើមគេថាខ្ញុំបញ្ជូនកូនទៅបម្រើគេស៊ីឈ្នួលគេនៅភ្នំពេញប៉ុន្តែក្រុមគ្រួសារខ្ញុំគេអត់ថាអញ្ចឹងទេខ្ញុំបញ្ជូនកូនទៅរៀនអត់បង់លុយទៅបញ្ជូនកូនទៅរៀនអត់បង់លុយបើយើងទៅរៀនអត់បង់លុយយើងខំណាស់យើងអត់គិតតែស៊ីឈ្នួលខ្ញុំកាជះគេទេដូច្នេះហើយយើងធ្វើលះអស់ពីចិត្តវិថ្លើមថ្ងៃមួយទៅគេចូលចិត្តអូននេះប្លែកអូននេះអាសាអូននេះគឺខំអូននេះគឺងប់ហ្មងធ្វើអញ្ចឹងតិចមកសួរក្មួយអីរៀនចប់ណៃតិចមកសួរក្មួយរៀនឆ្នាំទីប៉ុន្មានហើយក្មួយត្រូវការអាហារបកអត់ក្មួយត្រូវការលុយចាយអត់គេចង់បានមនុស្សអញ្ចឹងក្មួយណាធ្វើឲ្យលះកុំឲ្យចង់បានលទ្ធផលភ្លាមកុំផ្លូវកាត់ណាបាទកុំផ្លូវកាត់អញ្ចឹងពេលឆ្នាំទី2ណាក្មួយដាក់ពាក្យក្មួយមិនមួយឆ្នាំហាត់ការឆ្នាំទី3ឆ្នាំទី4ឆ្នាំទី5គេយកក្មួយធ្វើការបាន 3-4 ឆ្នាំក្មួយដូរក្រុមហ៊ុនដើម្បីស្គាល់រសជាតិណាតើក្រុមហ៊ុននីមួយប្រកួតប្រជែងយ៉ាងម៉េចហើយធ្វើការនៅដើម្បីអីហេតុអ្វីអ្នកធ្វើការនឹងជោគជ័យជាងអ្នកអត់ធ្វើការពេលកំពុងរៀនហើយអ្វីគាត់ពូកែជាងហេតុអ្វីគាត់មានជាងហេតុអ្វីគេស្រឡាញ់ជាងពីព្រោះគាត់ស្គាល់ធនធានមនុស្សគេរើសយ៉ាងម៉េចគាត់ស្គាល់ការគ្រប់គ្រងអត្ថប្រយោជន៍វត្ថុយ៉ាងម៉េចគាត់ស្គាល់ច្បាប់ទម្លាប់ក្រុមហ៊ុនយ៉ាងម៉េចគាត់ស្គាល់ការពិបាកក្រុមហ៊ុនឆ្លងកាត់យ៉ាងម៉េចគាត់ស្គាល់អំពីតើធ្វើបតង់នឹងម៉េចចុះឈ្មោះក្រុមហ៊ុននឹងម៉េចបង់តាក់នឹងម៉េចឡើងប្រាក់ខែនឹងម៉េចច្បាប់ labor law នឹងយ៉ាងម៉េចគាត់ដឹងអំពីការគេប្រវាស់លុយម៉េចធនធានម៉េចស្អីម៉េចក៏ដឹងទាំងអស់ដូច្នេះហើយក៏ថាខ្ញុំរៀនដើម្បីរកស៊ីចេញមិនទាន់បានរកស៊ីស្អីបើក្មួយមិនទាន់ដឹងអាទាំងអស់នឹងបន្តិចផងក្មួយយកលុយទៅបោះចោលហងៃសមាគមនីមួយដូចសបុកពីងពីងអញ្ចឹងអានេះចូលក្រុមហ៊ុនអានេះចូលសមាជិកអានេះចូលសមាជិកអានេះឲ្យទីគ្នាទៅវិញទៅមកឲ្យលុយ100ដាក់ចូលគ្នាទៅចពាក់ចពិនវាសតែបន្តិចមកដូចសបុកពីងពីងបរាជ័យហើយតាំងខ្សែទុនបាក់ទឹកចិត្តក្មួយកុំដើរផ្លូវតាមហ្នឹងណា pave your own road walk your own path ត្រាយផ្លូវខ្លួនឯងដើរតាមវិថីខ្លួនយើងណាត្រូវចេះម្ចាស់ការឯករាជ្យហើយចេះគិតវែងឆ្ងាយហើយក្មួយលើលោកនេះក្មួយត្រូវដឹងណាជោគជ័យទូទៅគេត្រូវការ6ចំណុចសំខាន់ទី1គឺ BQ Q ទី1គឺ qualification ក្មួយអត់មាន qualification គេអត់យកទេក្មួយមានសញ្ញាបត្រមានបទពិសោធន៍ណាអាហ្នឹង qualification ទី2បើក្មួយមានអាហ្នឹងហើយក្មួយអត់មាន quality គុណភាព
từng khuôn từng càng nghe khmui thơ ấy mau chi ọt sạch ca thơ không mốc khó khối ọt vô chất tục đạc chào mà xiết anh nâng có kê mà vô đây hay mà giết ọt cao cùi chân này cùi dưới đào cùi chạo rốc chất ọt man cái đây thay bưng mình ban quality dương on kia ọt vô đây hay tí bay bà khmui miên qualification miên quality hay khmui ọt miên quantity pariman khmui thơ ca ban tích nhá qualify rất đàn lụ bẩn đất hay ở trở đặc là o na bàn tay khmui bẩn ở game bất năng có kia ọt vô khmui đây chẳng khmui thở produce quantity chẳng bà khmui miên bay Q năng khmui complex khmui thở ca bay C tiết đàm bay oi mà nước đậm non kia là ó bốc cái lực cây sả lánh tiên nhân thờ mế hai đậm non cầm hồn mình thà rồi si đậm non cầm hồn ở kế tê cứ chùm nổ đôi cái này si ti môi khmui thở mình nước đầy confidence po pin đời phiếp rừng mòm mà chắc cả nè mình ấy tha hiền tha hiền là dây hiền phơ hai miền ở ram kha han ọt khai pu pia mà chắc ca mừng mặn anh năng mau bị ná mau bị cà riêng cà bị sao thôi cà khmui nằng bi lang mau nằng cà thành trong confident hai tipi khmui trong chok chay khmui chỉ mà nu đa để xa confidential đai mình mót chip ôn thì dây đam cái là bích là pod gossip khmui để xa phiếp cầm băng ở phiếp thay thô rồi bỏ luôn là bỏ kế là bỏ sản công dương và bỏ bát tê chiết dương cứ mà nu đa để xa confidential hai mình tí bay mình nu cái háo tham nu confident mình nu confident cứ chỉ role model chỉ idol chỉ mentor mình nu đa dương prap quát dưới chủ mũi quát hay bát chất hay thùng ở ai có CT quát thai ao dương quát nai nom dương quát đặt tương dương quát ao giữa bò dương chân dương chỉ mình nu nâng á mùi lọt mình mật phệ xôm bay đã quát ọt bong lôi cả dương ở quát tới đây bố quát mau mi ở rắm cọ cái đây không crom nâng hay mi ở rắm ta sợ bài chất hay quát trô mau mi ở rắm ta cái lại crom dương nó cứ mà ha cọ cái đây mà ha o cha phu mà nè nâng bạch bong lôi mình nè nâng ở ta mau cứ sợ bài chất hay bà quát mau té cứ dương mi ở rắm tha tôi chỉ kìm crom mong chân dương trong ban mà nu nâng luôn dương trong khai tao chờ mà nu nâng confident DANT trong cội nè bạn hai mũi tiếp phong đai mũi thật đằng thả nông chỉ vật ni mũi thật đằng thả bay chậm bón ở phía mũi cầm pô nông cái hai ta bạ sát mũi đai khơi mềm bà hà lỡ đam chơi du chơi tới po mềm bà ấy mũi đai khơi cái tranh chơi nơi vị vua po kêu du tới po kêu vua lỡ đam chơi làm po đam chơi anh năng cái hai ta theory of evolution nè cái háo bắtในการวิวัฒน์จะสองซาปลายปลัวจีนโดมาจะนอนเติมจะนอนปีดาวเมาโกนเมากาวับโกนมาพลนนะใส่ยืนตึงจนการจองบันพอแผมหนอบันพอปุยอุติหอจังพอหนอบันใส่มวยอันนั้นจะนอนนั่งหน้าก็จองบันโกนเฉินเธอใส่จังเวียดดูมอเจงมอหน้าก็โกนเฉินต่อไปยังกระทั่งยอมจองบันแต่ปีพอมวยใส่มวยต่อนั่งกากระบอกยืนนั่งวิวยูตึกคลายเตอร์จีนจังนาคามก้นพอมวยใส่มวยอันนั้นคือ theory of evolution จังอาการบาสบาดเยอะเนี่ยวิจังวิจนอนจะโดนจิตาจะนอนอิสปายจะนอนปรังจะนอนขมายกับญี่ปุ่นกันกับให้จะนอนขมายกับฮอมจะนอนเวียดนามบาสบาดปูยื่นกล้ามอาณาในกรมบอกเกกล้ามสัมปีดบอกเกกล้ามกากลุ่มดับบอกเกจังยื่นคลายละโหดคลายยูtới chỉ gin tới bạ sa mạt giờ mình toàn thơ ấy bong còn trong giấy bé đồ như lô trong tranh bình thường bà đây chẳng anh năng cái háo ta inferior fear คลายtranh bia kê chẳng là cú khmôi xua là cú ta thơm mấy cái là cú khiêm miên anh năng đài xua là na con khiêm miên anh năng đài khmôi anh na để dương fear trên kê คลายtrên kê vay việc bài bay việc vô chứ nè cứต่อตู้ persistent ให้อันนั้นคือทั่วบ้านคือมาปีไอเกอาบทคลังจังเกจมแนดังเธอยังลบเจ้าในอากาขมังระบอยังนั่งให้หอไงยังหอไงแม่รู้ในขนมกราวฟีนั่งขนมขมกระเจาะปีดานดิ
ដោយនៅសហរដ្ឋអាមេរិកលោកគ្រូតែនិយាយគេបាតកម្មរងថ្ងៃវាយបំបែកកញ្ចក់ពីដានដើម្បីឲ្យស្បែកសស្បែកជនជាតិភាគតិចហ្នឹងឲ្យរួមគ្នាសបាយដូចគ្នាមានដូចគ្នាធ្វើការស្មើគ្នាមិនមែនរៀនចប់ដូចគ្នាស្បែកសគឺប្រាក់ខែ 100000 គឺស្បែក minority ប្រាក់ខែ 50000 ចឹងទេចឹងគេបាតកម្មគ្រាន់តែបាតកម្មវាយបំបែកកញ្ចក់ពីដានហ្នឹងចេញបូរ៉ាកបាម៉ាជនជាតិខ្មៅមួយណាក្មួយហើយយើងហងៃមិនមែននៅក្នុងក្រុមកញ្ចក់ពេញដាននេះយើងក្នុងប្រអប់កញ្ចក់យើងខ្លាចយើងបាក់ស្បាតយើងរារេយើងញើតយើងអោមតូនក្មួយគុំសម័យបិទភ្នែកសម័យយកអាវុធចំណេះដឹងហ្នឹងវាយឲ្យបែកចាក់ឲ្យធ្លាយវាយអាមុតវាយឲ្យបែកចាក់ឲ្យធ្លាយវាយអាមុតបានក្មួយឈ្នះនៅចំណុចភាពទុនខ្សោយរបស់យើងហ្នឹងហើយអាហ្នឹងគឺគ្មានអីចេញពីការរៀនពិតអានពិតយល់ដឹងពិតពេតនេអាននយោបាយក្នុងសង្គមជុំវិញអានរឿងបន្លំលោកអានរឿងនិទានអានរឿងស្នេហាហើយបើអត់មានអានវិជ្ជានៅក្រមអានតទៅអស់រហូតដល់ពិភពលោកនៅក្នុងបាតដៃរបស់យើងបានយើងជោគជ័យណាក្មួយទៀតក្មួយដែរទាំងអស់នេះមិនធម្មតាឲ្យក្មួយក្លាហានទេធ្វើឲ្យក្មួយគេហៅថាមានចំណេះដឹងអីក្មួយគេហៅថាវិភាគចេះ analyze វិភាគហើយចេះគិតជ្រៅ critical thinking ហើយទាំងអស់ហ្នឹងគឺមកបានពីណាមកបានពីការជ្រើសរើសរៀនសូត្រពេលក្មួយរៀនក្មួយកុំភ្លេចនៅស្រុកខ្មែរយើងនិយាយពី STEM science ប៉ុន្តែឥឡូវ science អត់ទាន់នឹងបានផងព្រោះមួយគឺរៀនកន្លះថ្ងៃបើយើងរៀនកន្លះថ្ងៃយើងចង់ញាត់ដល់ណាក៏មិនបានដែរចឹងហងៃក្រសួងកំពុងតែសហការជាមួយសមាគមអន្តរជាតិជាមួយប្រទេសនេះយក program មកញាត់កន្លែងណាបើក្អមយើងទៅកន្លះតក្អមទូចយើងរៀនតែកន្លះថ្ងៃអញ្ចឹងយើងញាត់អត់ចូលទេអញ្ចឹងមានតែយើងខំខ្លួនឯងខំរៀនអ្វីដែលក្រៅពីក្នុង STEM ហ្នឹងទៀតនៅស្រុកគេហៅ STEAM មាន A មួយទៀតណា Art សិល្បៈក្នុងជីវិតហ្នឹងគឺ Art ហើយសង្គមសាស្ត្រ Humanity ហើយ Social Science ណាមនុស្សសាស្ត្រ Humanity ហើយ Social Science មនុស្សសាស្ត្រហើយ Natural Science ធម្មជាតិសាស្ត្រហើយ Biological Science ណាជីវវិទ្យាបាទអាហ្នឹងគឺសិតតែមានអញ្ចឹងក្មួយមានពេលតនេក្មួយរៀនខ្លួនឯងសាលាមិនអាចបដោះយើងបានទាំងអស់ទេអ្នកមានអ្នកឆ្លាតអ្នកស្រាវជ្រាវអ្នកប្រាជ្ញគេអត់ពឹងលើសាលាទេគេពឹងលើការស្រាវជ្រាវលើការរៀនសូត្រនិងការប៉ងរបស់យើងដូច្នេះហើយអ្នកលេងហ្គេមណាបើសិនលេងយូរទៅបែកកណិតទៅជាអ្នកស្រាវជ្រាវបង្កើតអាប់អាហ្នឹងអត់អីទេបើលេងហ្គេមយូរទៅខួរក្បាលក្តៅគេងមិនលក់រៀនមិនចូលលងចាយលុយអាហ្នឹងគឺចោលលុយហើយអញ្ចឹងណាបាទហើយយើងរៀនយើងធ្វើអីក៏ដោយត្រូវដឹងថាយើងចេះបែងចែកពេលវេលាយើងឲ្យច្បាស់ manage your time ពេលណាត្រូវអានពេលណាត្រូវធ្វើមេរៀនពេលណាត្រូវមើលទូរទស្សន៍មើលព័ត៌មានពេលណាត្រូវក្មួយឃើញនៅស្រុកគេបាទនៅក្នុងបណ្ណាល័យក្នុងឡានអង្គុយអាងហាយទឹកទៅញ៉ាំកាហ្វេសភៅមួយក្បាលជាប់ខ្លួនរហូតគេអានហើយបើគេអានមកជីវិតបោះគេស្មើយើងមកជីវិតស្មើគេអានមួយឆ្នាំយើងអានមកជីវិតស្មើគេអានមួយឆ្នាំណាហើយតែយើងយកប្រៀបធៀបមិនបានចង់ធ្វើអ្នកដឹកនាំមិនបានហើយចង់យល់អំពីប្រទេសខ្លួនឯងដើម្បីក្លាហានគ្រប់គ្រងប្រទេសខ្លួនមិនបានដូច្នេះហើយជួបគេមកក្មួយចាប់ដើមដំបងបរទេសណាមិនមែនយកទឹកលាងមកញ៉ាំបានទេណាក្មួយសម្បូរអ្នកចៅមួយទៀតដូចនៅស្រុកអាមេរិកចឹងណាអ្នកអត់ផ្ទះនៅអ្នកសុំទានអ្នកអត់រៀនអ្នកប៉ោឡែអ្នកផឹកគ្រឿងញៀនអ្នកច្រើនណាដូច្នេះហើយឃើញបរទេសកុំឲ្យមានអារម្មណ៍ថាបាក់ស្បាតអោមតោមយើងជាកូនខ្មែរមហិច្ឆតាទ្រូង5ហាត់ម្ចាស់ទឹកដីហ៊ានឡើងក្មួយចឹងក្មួយទាំងអស់គ្នាដូរមនោគមដូរចិត្តសាស្ត្រដូរភ្នាល់គណិតគិតឲ្យជ្រៅវែងឆ្ងាយនេះប្រទេសខ្មែរប្រទេសក្មួយកើតដែនដីសវណ្ណភូមិរបស់យើងហើយបើយើងនៅតែអន់រឿងនៅតែស្ទាក់ស្ទើរយើងនៅតែស្បែកជើណាហើយនៅតែផ្លូវកាត់រៀនលំហើយត្រូអោនស្ញោក្មួយត្រូវដឹងដៃនេះកើតឡើងម៉ែឪយើងបង្កើតមកព្រះប្រទានមកប្រពុតប្រទានមកគឺដើម្បីប្រើទី1ជំរាបសួរ
ហើយចាប់ដៃហើយមិនអោនដល់ដៃចាប់ដៃទេបើកន្លែងធ្វើការខ្ញុំសំភាសខ្ញុំអត់ឲ្យជាប់ទេមនុស្សកសាកញីបាក់ស្បាតចាញ់ព្រៀបគេតំណាងក្រុមហ៊ុនខ្ញុំមិនយកទេក្មួយចាប់ឲ្យសុបច្បាប់ច្បាច់ឲ្យមមអាលាក់ឲ្យលឺបានខ្ញុំថាមនុស្សនឹងកក់ក្ដៅតំណាងឲ្យខ្ញុំបានមើងម៉ាត់ម្ចាស់ការមុះមុតហ៊ានធ្វើហ៊ានថាហ៊ាននិយាយបានខ្ញុំឲ្យទៅតំណាងក្រុមហ៊ុនខ្ញុំអញ្ចឹងជំរាបសួរចាប់ដៃចាប់ឲ្យមមច្បាច់ចៅណែនអាលាក់ឲ្យលឺត្រូវតែហ៊ានធ្វើអញ្ចឹងក្មួយបាក់ក្មួយមិនហ៊ាននៅតែអោនតូមឲ្យចង់ដកដីហើយគាត់ប៉ះដៃបលែងចោលក្មួយឯងកុំរំពឹងគេយកក្មួយធ្វើការក្មួយដូរអេយ៉ាបត់ពីឥឡូវទៅគ្រប់មជ្ឈដ្ឋានគ្រប់កាយវិការហេតុអ្វីបានក្មួយនៅតែទុនសោយនៅតែញើតក្មួយតែគិតថាខ្ញុំមនុស្សម្នាងគេដែរមិនចាំចង់បានលុយអ្នកឯងទេអ្នកឯងមានតែឯងអ្នកឯងមិនដែលឲ្យលុយខ្ញុំចាយទេហើយខ្ញុំធ្វើការឲ្យអ្នកឯងខ្ញុំប្រើកម្លាំងអស់ញូឈាមខ្ញុំពី10ម៉ោងនៅស្រុកគេតែ8ម៉ោងទេខ្ញុំមាន benefit assurance life insurance holiday vacation sick leave annual leave ហើយខ្ញុំមិនធ្វើដល់ងាប់ខ្លួនអ្នកឯងមិនទាន់ឲ្យខ្ញុំទាំងអស់ហ្នឹងផងដូច្នេះហើយខ្ញុំអត់មានអស់ចាស់លើខ្ញុំទេបើអត់ខ្ញុំអ្នកឯងក៏អត់មានអ្នកធ្វើការដែរដូច្នេះហើយអ្នកឯងមិនបាច់ចាំតត្រោតអោនតូមទៅញើទៅស្ញោអីចឹងទេណាក្មួយទាំងអស់គ្នាដូច្នេះហើយខ្ញុំសង្ឃឹមថាក្មួយត្រូវយល់អំពីភាពក្លាហានយល់អំពីចិត្តសាស្ត្រយល់អំពីមនោគមយល់អំពីអ្វីដែលក្មួយត្រូវធ្វើហើយល្មមឆ្លាតហើយអាយុ8 10ឆ្នាំហើយពេញវ័យហើយកុំឲ្យនៅធ្វើ baby ម៉ែបញ្ចុកបាយដល់មាត់ដេកដាស់ដល់ក្រែណាបើធ្វើអញ្ចឹងឲ្យគេលៀងគូតឲ្យទេបដៅដល់ថ្មីឲ្យបដៅដល់ក្មួយ8 10ឆ្នាំម៉ែឪនៅស្រុកអាមេរិកគេធាក់ចេញពីប្រទេសហើយឲ្យចេះឯករាជ្យភាពម្ចាស់ការធ្វើកិច្ចការហ៊ានទទួលខុសត្រូវឆ្លងកាត់ក្នុងសង្គមខ្លះមានពេលវេលាសំលុយក្មួយទៅលេងប្រទេសថៃថោកអត់អស់ប្រមាណទេទៅសិង្ហបុរីអត់អស់លុយប្រមាណទេបើក្មួយទៅដល់ហ្នឹងគឺទៅដល់អាមេរិកហើយអាមេរិកអត់តន់ជឿនលឿនដល់ម្ដងផងអត់តន់ជឿនលឿនដល់ហ្នឹងទេក្មួយណាអាមេរិកឯកោអសោះអាក្រោះហើយប្រកាន់ពូជសាសន៍ដូច្នេះឲ្យក្មួយទាំងអស់គ្នាមិនបាច់ទៅមើលដល់ណាទេតែចិត្តខាងយើងក៏អស់ចាដែរអញ្ចឹងណាបាទដោយសារខ្ញុំសល់ពេលវេលាតិចខ្ញុំចង់ចំណាយពេលបន្តិចទៀតទេបំពេញដើម្បីឲ្យក្មួយដឹងក្មួយធ្វើការអីក៏ដោយក្មួយត្រូវដឹងថារៀបចំផែនការឲ្យច្បាស់លាស់ plan ណាមិនថាធ្វើមេរៀនធ្វើ project ធ្វើអីទេ plan ហើយបើ plan ឲ្យក្មួយតែ implement វាតែអនុវត្តវាអត់បានហើយបើមកក្មួយអនុវត្តហើយក្មួយអត់ទៅ follow up គឺក្មួយបរាជ័យឯងបើក្មួយ follow up ក្មួយនឹងឃើញបញ្ហា see problem ក្មួយមក update វាឲ្យបានកែច្នៃហើយក្មួយ reinforce re-implementation ដាក់ឡើងវិញក្មួយធ្វើ5នឹងឲ្យបានក្មួយមហាជោគជ័យបើមិនបានជោគជ័យក្មួយមកស្អីលោកគ្រូ plan implement follow up update reinforce បាទហើយក្មួយតែងតែសួរខ្លួនឯងជានិច្ចជាការថា who you are what you do how important you are ខ្ញុំជាអ្នកណាខ្ញុំជានិស្សិតចូលនិស្សិតធ្វើអីរៀនឲ្យចេះដើម្បីឲ្យយល់ដឹកនាំគ្រួសារដើម្បីឲ្យដឹងពីស្ថានភាពតែសំខាន់ទេសំខាន់ so who you are what you do how important you are always ask question always ណាហើយមួយទៀតផងដែរធ្វើអីក៏ដោយគឺណាដោយសារពេលវេលាគាត់លើកមកដល់ហើយក្នុងសង្គមខ្ញុំតែងតែនិយាយថាធ្វើអីក៏ដោយដឹកនាំខ្លួនឯងឲ្យបានថ្លៃថ្លាដោយសារខំធ្វើការខំរៀនខំយកចិត្តទុកដាក់បានយើងអាចដឹកនាំគ្រួសារឲ្យបានត្រជាក់ត្រជុំហើយបើដឹកនាំគ្រួសារត្រជាក់ជុំមានន័យថាកុំពើហឹង្សាកុំឆ្លោះគ្នាកុំធ្វើបាបគ្នាកុំមើងងាយគ្នាចេះជួយគ្នាបានយើងដឹកនាំសង្គមយើងឲ្យមានភាពថ្លៃថ្នូរហើយបានយើងជាមនុស្សគេទុកចិត្តឲ្យតម្លៃហើយថ្ងៃក្រោយអាចដឹកនាំនគរជំរុំចរន្តហើយអភិវឌ្ឍដូច្នេះហើយក្មួយទាំងអស់គ្នាណាធ្វើអីក៏ដោយណាកុំនិយាយដើមគ្នាគុំទីទៀនគ្នាមើលមនុស្សក្នុងផ្លូវល្អហាមដាច់ខាត់គុំកម្រនៅសេចក្តីស្រឡាញ់ឲ្យគេណាមើលមនុស្សក្នុងផ្លូវល្អមិនថាកពិតកពីវកពេតមុនទៀប
កំមាប់អីទេមួយគឺមានទឹកចិត្តដូចយើងដែរហើយមើលក្នុងវិស័យផ្នែកគាត់គឺគាត់ចេះមកវិញនៅសេចក្តីស្រឡាញ់មេត្តាធម៌ empathy love kindness គាត់នឹងចេះអត្តពលនឹងមកឲ្យយើងវិញយើងនឹងក្លាយទៅជាមនុស្សមួយដែលគេស្រឡាញ់គេរាប់អានគេទុកចិត្តជា confident យល់ទេក្មួយបាទដូច្នេះហើយគុំនិយាយដើមគេបើយើងនិយាយដើមគេសួរខ្លួនឯងជានិច្ចជាការណាទី1ណាតើវាពិតឬក៏មិនពិតអត់ទេក្មួយរស់នៅក្នុងសង្គមវាវេទនាណាស់ទៅហើយវាពិបាកណាស់ទៅហើយវាប្រកួតប្រជែងទៅហើយវាឈឺចាប់ទៅហើយខ្វះខាតលុយកាក់ទៅហើយគេធ្វើបាបទៅហើយដូច្នេះហើយគុំនិយាយដើមគេតើពិតមិនពិតអត់ទេជួយយើងឯងគេស្អប់អាម៉ត់ស្អុយបានផលអីអត់បានផលអីទេហើយធ្វើបាបគេធ្វើបាបគេបើធ្វើបាបគេយើងចង់ឲ្យគេធ្វើបាបយើងឯងអត់ទេបើអត់ទេគុំដូច្នេះហើយក្មួយទាំងអស់គ្នាសង្ឃឹមតែក្មួយយកចិត្តទុកដាក់ព្យាយាមខិតខំកសាងខ្លួនឯងដើម្បីឲ្យបានថ្លៃថ្លាហើយដើម្បីកសាងគ្រួសារត្រជាក់ត្រជុំបានក្មួយអាចកសាងសង្គមយើងឲ្យថ្លៃថ្នូរហើយបានអាចកសាងនគរឲ្យមានការអភិវឌ្ឍតាមខ្សែរយៈក្មួយទាំងអស់គ្នាអរគុណច្រើនចាអរគុណច្រើនសូមលោកវិជ្ជបណ្ឌិតចាមេតានៅលើឆាកបន្តិចសិនចាព្រោះយើងមានមជ្ឈមណ្ឌលភាសា AI បណ្ដុះបណ្ដាលថ្នាក់ភាសាអង់គ្លេសនិងភាសាចិនគ្រប់កម្រិតវគ្គសិក្សាថ្មីនឹងចាប់ផ្ដើមនៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2018ខាងមុខនេះសម្រាប់ថ្នាក់សិក្សាភាសាចិនចុងសប្ដាហ៍ថ្ងៃសៅរ៍និងថ្ងៃអាទិត្យនឹងចាប់ផ្ដើមនៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2018ចាប់ទទួលចុះឈ្មោះពីថ្ងៃនេះតទៅសាលារៀនអន្តរជាតិអាមេរិកជាសាលាចំណេះទូទៅខ្មែរដែលផ្ដោតលើគុណភាពវិន័យនិងសេវាកម្មបវេសនកាលឆ្នាំសិក្សាថ្មី2018-2019ចូលរៀនថ្ងៃទី16ខែតុលាឆ្នាំ2018ចាប់ទទួលចុះឈ្មោះពីថ្ងៃនេះតទៅថ្ងៃសូលហៅគឺជាវគ្គបណ្ដុះបណ្ដាលគ្រូកុសលគ្រូដែលមានការទទួលស្គាល់ជាអន្តរជាតិពីចក្រភពអង់គ្លេសវគ្គបណ្ដុះបណ្ដាលនេះជាវគ្គសិក្សាចុងសប្ដាហ៍ថ្ងៃសៅរ៍និងថ្ងៃអាទិត្យដែលមានរយៈពេល8សប្ដាហ៍ម៉ោងសិក្សាថ្ងៃសៅរ៍ចាប់ពីម៉ោង 9:00 នាទីព្រឹកដល់ម៉ោង 4:30 នាទីរសៀលថ្ងៃអាទិត្យចាប់ពីម៉ោង 1:00 នាទីដល់ម៉ោង 4:30 នាទីរសៀលវគ្គសិក្សាថ្មីនឹងចាប់ផ្ដើមនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2018ខាងមុខនេះគណៈគ្រប់គ្រងសេវាកម្មដឹកជញ្ជូនអន្តរជាតិនឹងធ្វើការផ្ដល់ជូនការបញ្ចុះតម្លៃ 20% សម្រាប់សេវាកម្មដឹកជញ្ជូនចាប់ពីវគ្គសិក្សាថ្មីនៃមជ្ឈមណ្ឌលភាសា AI ដែលនឹងចូលរៀននៅថ្ងៃទី20ខែសីហាឆ្នាំ2018និងសាលារៀនអន្តរជាតិអាមេរិកចាប់ពីខែមិថុនាឆ្នាំ2018